ម្រានពូញាតិញោមទាំងអស់គ្នាពូដែលកំពុងតែទស្សនាក្នុងវីដេអូនេះឥឡូវនេះអាត្មាបានមកនាំស្បៀងយកមកចែកជូនដល់វីរៈកងទ័ពរបស់យើងហើយក៏បានយកស្បៀងមកឧបត្ថម្ភដល់ប៉ុស្តិ៍រដ្ឋបាលដែលប្រចាំការនៅជាប់ព្រំដែនយើងនេះហើយម្យ៉ាងវិញទៀតក៏បាននាំស្បៀងយកមកចែកជូនដល់ជនភេសជ្ជរបស់យើងផងដែរហើយក៏ចេញពីកន្លែងបំពេញភារកិច្ចឲ្យចប់សពគ្រប់ហើយក៏ចង់ថតឲ្យញាតិញោមបានមើលបន្តិចអ្វីដែលអាត្មាចង់បង្ហាញទីនេះដោយញាតិញោមឃើញស្រាប់ហើយនៅខាងក្រោយអាត្មានេះនៅដែលញាតិញោមមើលឃើញភ្នំនោះគឺជាភ្នំនៅក្នុងទឹកដីរបស់ថៃបងទឹកដីរបស់ថៃដែលយើងមើលទៅឃើញខ្ពស់នោះប៉ុន្តែអង្តែននេះកន្លែងអង្តែននេះគឺជាទឹកដីរបស់ខ្មែរយើងទេបងកន្លែងអង្តែននេះខ្ញុំជាទឹកដីរបស់ខ្មែរយើងហើយតាមពាក្យសម្ដីរបស់អ្នកភូមិគាត់ស្នាក់នៅទីនេះភ្នំនេះគឺបាញ់ថៃហ្នឹងគាត់ថៃហ្នឹងវាបាញ់ទម្លាក់គ្រាប់មកប្រហែលដូចជា12គ្រាប់ហ៎12គ្រាប់ថាផ្ទុះបានតែប្រហែលគ្រាប់ហើយដបូលក្រហមដែលយើងមើលឃើញទៅនេះគឺមណ្ឌលសុខភាពហ្នឹងគឺមានទម្លាក់គ្រាប់អីចូលទៀតហើយចឹងបានយើងឃើញថាគួរឲ្យសង្វេគណាញាតិញោមកន្លែងមណ្ឌលសុខភាពផ្ទះប្រជាពលរដ្ឋសោះបែរជាពួកថៃនឹងគឺប្រើសពាវុធមកទម្លាក់គ្រាប់មកធ្វើបាបប្រជាពលរដ្ឋយើងហើយភ្នំនេះមែនតើត្រូវផ្ទុះអង្តែហ្នឹងប៉ុន្តែដោយសារតែអត់ផ្ទុះគ្រាប់ដែលទម្លាក់ហ្នឹងអត់ផ្ទុះហើយវាផ្ទុះគៀនមកខាងជើងនេះវិញអញ្ចឹងវាអត់មានអត់មានផ្ទុះគ្រាប់អីបងហ្នឹងហើយញាតិញោមបានដឹងអញ្ចឹងថាប្រទេសយើងរវាងប្រទេសថៃនិងប្រទេសខ្មែរយើងឥឡូវនេះកំពុងតែមានបញ្ហាកើតឡើងរវាងការឈ្លានពានរបស់ថៃហ្នឹងហើយយើងមើលទៅឃើញនោះគឺជាព្រំដែនជាភ្នំដែលនៅក្នុងទឹកដីរបស់ថៃបងនៅទីនោះជាទឹកដីរបស់ថៃដែលយើងមើលទៅឃើញអញ្ចឹងហើយវាបាញ់ប្លង់គ្រាប់មកអញ្ចឹងត្រូវកន្លែងមណ្ឌលសុខភាពកន្លែងអីចឹងបានសូមបងប្អូនញាតិញោមប្រយ័ត្នប្រយែងព្រោះហើយទីនេះគឺនៅក្នុងស្រុកសំពៅលូនជាប់នឹងក្បែរផ្សារសំពៅលូនហើយប្រជាពលរដ្ឋនៅទីនេះជំលះអស់ហើយសំបីតែញោមម្ចាស់ផ្ទះនេះក៏ជំលះចាញ់ដែរព្រោះម្ចាស់ផ្ទះហ្នឹងក៏ជំលះចាញ់ដែរស្ងាត់អស់ហើយនៅតែកាមេរ៉ាទេព្រោះជំលះចាញ់អស់ដើម្បីរកកន្លែងសុវត្ថិភាពព្រោះហើយលោកមួយអង្គហើយនឹងកូនសិស្សមួយនេះអ្នកចៃណោយព្រោះមិនមែនអ្នកជំលះទេព្រោះថៅបែងដោយសារមិញមាន2យើងបែងចែកចេញជា2មានន័យថាក្នុងមួយបាន1បងដាក់ក្នុងនេះមួយ7 5បាទអូនតាម Telegram ហ្នឹងអូនបាទគុំត្រីសវ៉ាបាទនេះធ្វើការនៅអ្នកធ្វើការនៅនេះទាំងកូនសិស្សលោកផងទាំងអរគុណបងខំនេះឥឡូវឲ្យគាត់ទៅហើយនេះទៅថែមគាត់ម្នាក់10000ក្រុមម្នាក់10000ដែរទៅចង់និយាយថា10000ទៅអញ្ចឹងហ៎ឲ្យក្រុមម្នាក់10000ដែរទៅរួមមកដល់អញ្ចឹងគាត់ណាមកថែម30000ទៀតគាត់ណាដកក្រុមម្នាក់10000ដែរទៅគាត់ណាកុំឲ្យនេះចឹង30000ណាមិន10000ត្រូវ60000ណាពួកបងជិះមក6នាក់បាទណាដាច់គោឆ្អិនអីញោមកណាបាទកន្លែងនោះវាកន្លែងសម្ងាត់ផនកងទ័ពយើងដើម្បីការពារសុវត្ថិភាពមានន័យថាការពារទាំងសុវត្ថិភាពកងទ័ពយើងកណាហើយក៏ដូចជាសុវត្ថិភាពម្ចាស់របស់ពួកយើងមើលស្ថានភាពអត់ឃើញកណាហើយអញ្ចឹងយើងមិនពិបាកទេហើយនៅក្នុងទីនេះបានញោមជើញមកប៉ុណ្ណេះក៏អរគុណណាស់ក៏មានជួបមានសន្តិភាពអីទៅអត់ទេមុនតិចទៅជាបឋមសូមនមស្ការចំពោះបងគ្រូគ្រប់ព្រះអង្គហើយចរន្តពោចំពោះញាតិញោមបរិបទកងទ័ពយើងទាំងអស់គ្នាហើយចរន្តពោញាតិញោមពុទ្ធបរិស័ទដែលកំពុងទស្សនាទាំងអស់គ្នាផងដែរថ្ងៃនេះញាតិញោមពុទ្ធបរិស័ទបានឃើញហើយព្រោះបានយកសម្ភារៈជាច្រើនមកជូនដល់ញោមកងទ័ពរបស់យើងហ
ហើយថ្មអត់មានអីទេមានតែជូនពរញាតិញោមពុទ្ធបរិស័ទដែលជាម្ចាស់សទ្ធាទាំងអស់គ្នាជូនពរញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាហើយនឹងវិរៈកងទ័ពរបស់យើងឲ្យបានសម្ប្រកបដោយសេចក្តីសុខសេចក្តីចម្រើនពុទ្ធពរ4អាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតដោយពោសូមអនុមោទនីក៏មានជ័យជំនះគ្រប់ពេលវេលាទាំងពួងបង នោះបងខាងនោះមេជាការរង អូ នេះក៏យើង មកបងចូលមកនេះតិចមក នេះទៅសិតតែបានយើងដាក់មកតាមប៉ុណ្ណឹងក៏ទៅបាយយូរណា បើមកចិត្តតិចមកចិត្តតិច ចិត្តទៅមកកណាត់អីបាន ណាស្វែងគុំបង បង ចម្រើន បច្ច័យជូនគាត់ម្នាក់ទៀតអត់នឹងរត់បានខ្ញុំខ្ញុំ យកអាស្លឹកមក ហ្នឹងមើលស្លឹកនេះជូនខ្ញុំបើចឹងដំមិញដោយសាររៀបរាប់អត់អស់ហើយផ្លិចគិតថាយើងមានកត់បច្ច័យមកនៅក្នុង តខ្លួន អ្វីដែលជើញមកហ្នឹងបច្ច័យថវិកាជូនផ្ទាល់ខ្លួនណាខ្ញុំបងប្រើប្រាស់ជូនផ្ទាល់ខ្លួនព្រោះមកក្នុងម្នាក់ ច្រើន 30000ថែមមកគ្រប់40000ដូចគ្នាទេគ្រូហើយ 5 ណា 5 5ហ្នឹងណា អត់អីមេធំជាងគេ ហើយយើងមានងៀតគោព្រោះមាននៅក្នុងកេះហ្នឹងមានងៀតគោ10គីឡូត្រីងៀត13គីឡូស្ករស25គីឡូប៊ីចេង30កញ្ចប់ហើយមានបារី10ផ្សងភេសជ្ជៈមួយកេះធំហើយស្ករត្នោត1គីឡូទឹកសុទ្ធទាំងអស់ហ្នឹង150យួរបូកនឹង4កេះ ហើយមានពងទា200គ្រាប់សាប៊ូកក់សក់10ខ្សែសាប៊ូដុសខ្លួន34ដុំសាប៊ូបោក10កញ្ចប់ធំទឹកក្អូប10ខ្សែធូបមូល24ប្រអប់ប្រេងកាឡា18ប្រអប់មី5កេះត្រីខ2យួរកាហ្វេ2ថង់ធំប្រដាប់លាងចាននោះ2ខ្សែបន្លែ30គីឡូបងបន្លែហើយប្រហុកឆាមាន39កែវបុកកតុយហេះដែលអាត្មានិយាយមិញមានសាកមាន50កែវប៉ុន្តែដោយសារយើងធ្វើឯនោះគាត់បុកត្រប់លាយត្រប់មញោមត្រប់លាវនៅនេះគេហៅត្រប់លាវត្រប់មញោម មានត្រីប្រៃ14កែវហើយត្រីផាត់10កំប៉ុងហើយផៅបែងមាន2មិញហើយផៅបែងហ្នឹងបើត្រឹមអាសា4-5នាក់មកយប់អីអត់អស់មកយប់អីអត់អស់ទេបងហើយមានឆៃពៅផ្អែម2កេះសៀង17ដបទឹកត្រី1យួរស្ករក្រប10ថង់អង្គ100គីឡូហើយនឹងមានថវិកាហើយបំបុក200ដបថ្នាំឱសថ4ដុំហើយម៉ាស់អត់មានក្នុងនេះមានម៉ាស់តែម៉ាស់មានខាងក្រៅថ្នាំពេទ្យនោះដាក់ចូលហ៎បងថ្នាំពេទ្យនៅណានៅម្ដុំណាអូមែននៅក្នុងនោះមានឆ្នាំងសាបងយ៉ាត់មកដាក់ចូលអស់ហើយទេបងហ្នឹងហើយបងឆ្នាំងសាមាន2បងហើយកៅមាន5មែនណា5មិញកៅឆ្លោះកៅឆ្លោះ5 7បងហ្នឹងសុំជូនដល់ញោមចាត់ចែងតាមតម្រូវការញោមខ្វះខាតអីមិនញោមចាត់ចែងតាមការគួរចឹងណាញោមណាបងចឹងអត់អីទេប៉ុណ្ណឹងចុះយើងថតរូបជុំគ្នាម្ដងនេះទៅ